អ្នកទាំងអស់គ្នាមកមើលសកម្មភាពខ្លះៗដែលខ្ញុំបានចូលរួមកម្មវិធីចាមង្គលការបងស្រីទេពបើព្រឹកក៏ដូចជាបងប្រុសជាដេវីតផងដែរនិយាយរួមទៅគឺទស្សនវិជ្ជានេះអស្ចារ្យខ្លាំងមែនតើលើកទី1នៅក្នុងឆាកជីវិតរបស់ខ្ញុំអីដែលខ្ញុំបានចូលរួមពិធីបង្គលការអស្ចារ្យបែបនេះហើយលក្ខណៈថាការដែលគាត់ចេញមកមានប្រាសាទមានអីណាអូហូយខប់ស្រីតែម្ដងហើយល្បីថាបង្គលការគាត់តកាឲ្យលើកឲ្យថៃអូខេយាយលេណាគ្នាឲ្យមកមើលការរៀបចំយាយមែនដូចឋានសួគ៌អញ្ចឹងណាអូយបើថាការខ្ញុំបានតែបន្តិចហ្នឹងឯងអូយនឹងអស់ចិត្តហ្មងតើឥឡូវកុំឲ្យនិយាយច្រើនយើងគ្មានវាសនាទេរោប្តីមិនតតបានហងនឹកឃើញដល់រោងការអីណាទៀតនេះតើចូលដំបងបងប្អូនឃើញចេញមកឡើងដូចប្រាសាទដូចខ្ញុំចូលតលេងប្រាសាទអញ្ចឹងណាមានទាំងអើយតសហើយនឹងការដេកគឺផ្កាស្រស់តែម្ដងបងប្អូនគឺក៏អបខ្លាំងមែនតើគាត់ទៅដើរចូលមកហើយខ្ញុំរបៀបថាខ្ញុំខាន់ជួបមនុស្សច្រើនបែបនេះដូច introvert ដើរប្រងខ្លាចគេមិនចេះអ្នកទាំងអស់គ្នាអើយចាតែគាត់ទៅចូលមកមានអារម្មណ៍ថាវ៉ាវគឺការ design ចេញមកប្រាសាទអីហ្នឹងខ្ញុំឡើង surprise ខ្លាំងតែម្ដងដោយសារតែលើកទី1ហើយអត់ដែលបានចូលរួមពិធីបង្គោលការណាមានការរៀបចំលក្ខណៈថាអស្ចារ្យអញ្ចឹងទេហើយមើលរូបថតគាត់គូធំមែនតើហ្មងណាទាំងអស់គ្នាបើថាតិចទៀតឃើញរូបថតគាត់នៅខាងក្នុងនឹងប្រហែលម៉ែត្រទេបងប្អូនចានិយាយទៅគឺស្រស់ស្អាតខ្លាំងមែនតើហើយមានទាំងតារាល្បីប្រចាំស្រុកខ្មែររបស់យើងហ្មងចូលរួមហ្នឹងអូខ្ញុំអត់ហ៊ានសុំថតទេណាទាំងអស់គ្នាតែពិតខ្ញុំឃើញសិតតែ idol របស់ខ្ញុំតែម្ដងហើយនេះជួបជាមួយនឹងម៉ែអ៊ីតហើយក៏ដូចជាណាន់ដែរហើយនឹងជាការងារអីទេបងប្អូនចាម៉ែអ៊ីតហ្នឹងគឺគាត់ថាអត់ដឹងសាច់ញាតិខាងណាទេប៉ុន្តែគាត់ដូរកៅអៅមកព្រឹកគាត់ថា5ដងហើយចាហើយខ្ញុំនេះក៏បន្ទាប់ពីថតរូបអីលេងហើយចាចាប់រោមជូរមុនគេចាប់ផឹកឡើងគេហូបបបរហូប breakfast អីតែខ្ញុំហូបមជូរហើយបន្ទាប់មកថតមួយចែជីមីយីមែនខ្ញុំលេងហ៊ានថតមួយគាត់តែម្ដងដោយសារតែខ្ញុំមួយគាត់គឺខុសគ្នាដាច់គាត់ស្អាតសាហាវហ្មងជាពិសេសស្បែករបស់គាត់ឡើងចែងចាំងសភ្លឺរលោងដូចកញ្ចក់ចឹងអូយយីមែនស្អាតសាហាវតែម្ដង